មកបន្ត Disneyland ភាគ2ចាហើយបន្ទាប់ពីខ្ញុំចេញពីកន្លែងអីគេ Toy Story មុនហ្នឹងក៏ដើរចិត្តដើរទៀតណាហើយនៅក្នុងហ្នឹងគេមានអីអ្នកនរគ្នាមើលតាមវីដេអូហ្នឹងទៅហាខាងក្នុងដែលខ្ញុំដើរចូលនេះដឹងទៅមើលអីទេខ្ញុំភ្លេចបាត់ហើយអត់ដឹងគេចូលទៅមើលអីទេនេះហ្នឹងហើយតែពេលទៅដល់ទៅខាងក្នុងហ្នឹងគឺគេមាន show របៀបនេះអូខ្ញុំចាំបានហើយគេ show អាហ្នឹងហើយបន្ទាប់មកគេបើកទ្វារយើងចូលទៅខាងក្នុងគឺរបៀបជិះដូច 5D មកចេះយើងអង្គុយនៅក្នុងហ្នឹងទៅគេមាន screen ធំអញ្ចឹងទៅវាកៅអីដែលយើងអង្គុយហ្នឹងវាអង្គើទៅតាមរូបភាពដែលយើងមើលអញ្ចឹងពាក់វ៉ែនតា 5D ខ្ញុំចាំបានហើយហ្នឹងហើយហ្នឹងគឺចូលមើលអាហ្នឹងហើយប៉ុន្តែពេលដែលចូលដល់ក្នុងខ្ញុំបានថតទេដោយសារគេឲ្យថតអញ្ចឹងខ្ញុំថតបានតែកន្លែងនេះទេបួរអីញ៉ាំទៅអត់ឃ្លានហើយបើកន្លែងនេះវិញគឺសុំ ice cream កូនភ្លុកទេបាច់មើលសក់ខ្ញុំទេបាច់ញើសឡើងជោកហ្មងដោយសារក្តៅហ៎ហើយបើកន្លែងនេះវិញគឺគេស្ដែង show ដូចម៉ូអាណាអញ្ចឹងរឿងម៉ូអាណាប៉ុន្តែខ្ញុំអត់បានចូលមើលទេដោយសារចង់ដើរទៅមុខទៀតអញ្ចឹងតែនេះខ្ញុំខ្ញុំឃើញនេះហ្មងនៅក្នុងនេះគេហៅ Tomorrowland នៅក្នុងហ្នឹងគេមានIron Man គេមានAnt-Man នេះហ្នឹងលៀបមនុស្សសមោចគេមានអាហ្នឹងហើយគេមានអីមួយទៀតខ្ញុំភ្លេចឈ្មោះបាត់ហើយយើងចូលទៅលេងនៅក្នុងហ្នឹងអញ្ចឹងណាហើយនៅពេលដើរទៅបន្តទៀតទៅនៅមានច្រើនទៀតតែខ្ញុំថតអត់អស់ហើយវីដេអូនៅក្នុងកាមេរ៉ាមួយទៀតអត់ទាន់បានយកមកកាត់ណាអញ្ចឹងអានេះវីដេអូនៅក្នុងទូរស័ព្ទខ្ញុំគឺបានប៉ុណ្នេះនេះគឺផ្លូវចេញហើយពួកខ្ញុំដើរចេញទៅវិញម៉ោងនេះគឺម៉ោង6ល្ងាចតែអញ្ចឹងហើយខ្ញុំអត់បាននៅមើល show គេទេដោយសារយប់ពេកអញ្ចឹងទៅខ្ជិលនៅចាំនេះគឺយើងចូលចាំ train ត្រឡប់ទៅអតាវិញ train គេខ្ជូរដែរណា